วิธีធ្វើបន់យើងអាចមួយយើងធ្វើដោយខ្លួនឯងថាយើងចែកទានយើងទៅសុំសិលយើងសមាធិយើងបានបន់មកផ្ទាល់ខ្លួនឯងនឹងបានបន់មួយទី2យើងប្រើគេប្រកបគេឲ្យធ្វើឲ្យកូននឹងយកចង្ហាន់ទៅវត្តយកបាយទៅជូនតាជូនយាយឲ្យកូននឹងទៅចែកទានឲ្យកូននឹងទៅសុំសិលដូចទៅប្រើអានឹងក៏បានបន់ដែរបានបន់នឹងរឿងបបួលគេឲ្យធ្វើល្អហ្នឹងណាមួយយើងធ្វើបន់នៅខ្លួនឯងទី2យើងបបួលគេឲ្យធ្វើបន់ទី3យើងសរសើរឃើញបុគ្គលនឹងមនុស្សល្អត្រឹមត្រូវចេះធ្វើអំពើល្អយើងត្រេកអរយើងសរសើរប្រើពាក្យពេចន៍សម្ដីនឹងលើកទឹកចិត្តអញ្ចឹងគាត់នឹងក៏សប្បាយចិត្តនឹងធ្វើយើងក៏បានបន់ត្រង់តែយើងសរសើរអំពើល្អដល់ទី4យើងអត់បានជួបផ្ទាល់និយាយលើកទឹកចិត្តប៉ុន្តែក្នុងចិត្តរបស់យើងរីករាយជ្រះថ្លាអនុមោទនាអត់មានចិត្តចំណែននិន្ទាអីគេធ្វើល្អអីគេយកមុខអីអត់ទេដូចថាអូគាត់ធ្វើល្អណាស់គាត់ធ្វើផ្លូវគាត់ធ្វើស្ពានគាត់ធ្វើសាលាគាត់ធ្វើមន្ទីរពេទ្យគាត់ចាំម៉ែចាំឪនឹងអូល្អអនុមោទនាជ្រះថ្លាជាមួយយើងបានបន់ដែរអញ្ចឹងវិធីធ្វើបន់មាន4មួយយើងធ្វើខ្លួនឯង2យើងបបួលគេឲ្យធ្វើទី3យើងសរសើរអ្នកធ្វើល្អហ្នឹងហើយនឹងទី4យើងត្រេកអរជាមួយអ្នកធ្វើល្អហ្នឹងយើងបានបន់មកយើងស្រឡះយើងជ្រះថ្លាយើងផុតអំពីភាពមួម៉ៅសៅមងអញ្ចឹងបន់ងាយឲ្យផលបន់ចាស់ពីអតីតជាតិមកក៏ងាយឲ្យផលបន់ថ្មីយើងធ្វើបច្ចុប្បន្នក៏ងាយឲ្យផលដោយសារចិត្តរបស់យើងនឹងជ្រះថ្លាស្រស់ស្រាលបើផ្ទុយទៅវិញបើយើងមិនសូវបានធ្វើបន់មួម៉ៅសៅមងចិត្តរបស់យើងអត់ជ្រះស្រឡះអត់ស្រស់ថ្លាទេបាបងាយនឹងឲ្យផលទៅវិញ